បងប្អូនប្រហែលជាធ្លាប់ឃើញទេមានផ្ទះដែលគាត់សង់ឲ្យធំស្អាតចឹងតែបានតែរយៈពេលប្រហែលចាប់ផ្ដើមប្រេះស្រាមបែកបាក់តិចអស់ហេតុអីគឺដោយសារតែគេសង់ដោយអត់មានប្លង់ត្រឹមត្រូវណាអត់មានស្តង់ដារអញ្ចឹងហើយបានគុណភាពវាមិនល្អក្នុងអាជីវកម្មគឺដូចគ្នាអញ្ចឹងយើងតែងតែសម័យចង់បានផ្ទះធំហើយផ្ទះស្អាតតែយើងភ្លេចគិតអំពីរឿងប្លង់ដំណាក់កាលនៃការសាងសង់ដោយសារតែយើងអត់មានប្លង់នឹងឯងបានអាជីវកម្មរបស់យើងនេះបាន start up របស់យើងនេះពិបាកចាប់ផ្ដើមបែកបាក់ប្រេះស្រាមហត់នឿយហើយចុងក្រោយក៏បរាជ័យបញ្ហាគឺត្រង់ថាយើងអត់មានប្លង់ត្រឹមត្រូវពេលដែលយើងសង់ផ្ទះដែលអត់មានប្លង់ណាគឺយើងនឹងចាប់ផ្ដើមធ្វើអីតាមចិត្តរបស់យើងឃើញគេលាបពណ៌អញ្ចឹងស្អាតយើងលាបពណ៌អញ្ចឹងតាមគេពេលយើងឃើញគេធ្វើដបូស្អាតអូខេយើងទៅយកដបូធំស្អាតដាក់តាមគេដែរបញ្ហាគឺត្រង់ថាតើគ្រឹះរបស់យើងនេះគេមានបានសាងសង់ត្រឹមត្រូវហើយនៅរឹងមាំហើយនៅជញ្ជាំងដែលយើងបានសង់ហ្នឹងអូខេមានស្តង់ដារត្រឹមត្រូវគុណភាពអីផ្សេងអត់អញ្ចឹងទាំងដែលគ្រឹះរបស់យើងទាំងជញ្ជាំងរបស់យើងសាងសង់មិនតាមបានត្រឹមត្រូវផងហើយយើងទៅលាបពណ៌តាមគេយើងទៅដាក់ដបូតាមគេអញ្ចឹងវានឹងធ្វើឲ្យផ្ទះរបស់យើងនេះឆាប់បាក់ទុកទ្រោមហើយការធ្វើអាជីវកម្មគឺវាមានភាពស្រដៀងគ្នាជាមួយនឹងការសាងសង់ផ្ទះនេះអញ្ចឹងមិនមែនបានន័យថាពេលដែលយើងឃើញ start up មួយគាត់ធ្វើ marketing ល្អយើងទៅធ្វើ marketing តាមយើងឃើញគេជួលបុគ្គលិកច្រើនយើងទៅជួលតាមយើងឃើញគេចាប់ផ្ដើមទៅរកអ្នកវិនិយោគយើងទៅរកអ្នកវិនិយោគតាមអាជីវកម្មគឺមានដំណាក់កាលរៀងខ្លួនណាហ្នឹងហើយអញ្ចឹងការងារខ្លះដែលសំខាន់សម្រាប់អាជីវកម្មមួយដែលគាត់នៅដំណាក់កាលផ្សេងវាអាចនឹងមិនទាន់សំខាន់សម្រាប់អាជីវកម្មមួយទៀតទេវាអាចនឹងជាការខ្ជះខ្ជាយពេលវេលានិងលុយកាក់សម្រាប់អាជីវកម្មមួយទៀតក៏ថាបានដែរអញ្ចឹងនៅក្នុងអាជីវកម្មដំណាក់កាលនីមួយៗគឺសិតតែសំខាន់សម្រាប់ដំណាក់កាលបន្ទាប់ទាំងអស់គឺយើងមិនអាចសាងសង់ផ្ទះនៅជាន់ទី2ទាំងដែរជាន់ទី1របស់យើងមិនទាន់រឹងមាំនៅឡើយនោះទេបើសិនជាអាជីវកម្មរបស់យើងតែចាប់ផ្ដើមទេអញ្ចឹងការងារអត្ថប្រយោជន៍របស់យើងប្រកាសជាត្រូវសាងសង់គ្រឹះឲ្យរឹងមាំសិនអូខេដែលយើងហៅថា foundation នឹងឯងយើងមិនអាចទៅលោតផ្លោះទៅសង់ជាន់ទី2ជាន់ទី3ហើយទាំងដែលមូលដ្ឋានគ្រឹះរបស់យើងមិនទាន់រឹងមាំផងពេលសង់ទៅអូខេផ្ទះនឹងអាលំជីវកម្មរបស់យើងវាដូចគ្នាអញ្ចឹងអូខេគឺនឹងពិបាកក្នុងការដែលអាចនឹងទទួលជោគជ័យអញ្ចឹងសរុបមកវិញអ្វីដែលសំខាន់គឺយើងត្រូវដឹងថាតើយើងកំពុងតែនៅដំណាក់កាលណាហើយការងារអីដែលសំខាន់សម្រាប់យើងនៅក្នុងដំណាក់កាលមួយនោះព្រោះអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយការធ្វើអាជីវកម្មវាមានរឿងច្រើនមែនតើការគ្រប់គ្រងប្រព័ន្ធការគ្រប់គ្រងប្រតិបត្តិការការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុការធ្វើទីផ្សារការលក់ការគ្រប់គ្រងបុគ្គលិកការរើសអូវាមានច្រើនមែនតើប៉ុន្តែសួរថាយើងធ្វើ start up នេះយើងតែចាប់ផ្ដើមនេះយើងនៅមានកម្រិតនៅឡើយនេះយើងនៅមានតិចអញ្ចឹងតែយើងអាចធ្វើគ្រប់មុខក្នុងពេលតែមួយឬក៏យ៉ាងណាចម្លើយប្រកបណាស់គឺប្រកបជាមិនទេយើងត្រូវធ្វើតាមលំដាប់លំដោយអញ្ចឹងបើសិនជាយើងជា start up តែចាប់ផ្ដើមចូលក្នុងទីផ្សារទេយើងមិនមែនទៅដល់ចាយលុយអូខេរាប់ពាន់ដុល្លារទៅលើការធ្វើទីផ្សារទេត្រូវអត់យើងត្រូវស្វែងយល់សិនថាតើអតិថិជនរបស់យើងគាត់ត្រូវការអីដើម្បីយើងបង្កើតឬក៏អភិវឌ្ឍផលិតផលឬសេវាកម្មរបស់យើងដើម្បីឲ្យត្រូវជាមួយនឹងអតិថិជនហើយបើសិនជាយើងកំពុងនៅដំណាក់កាលដែរផលិតផលនិងទីផ្សាររបស់យើងមិនទាន់ត្រូវគ្នាទេអូខេចាយយើងទៅដល់ចាប់ដើមជួលបុគ្គលិកសួរថាតើវា make sense អត់អូខេប្រកាសជាមិនទាន់ទេយើងត្រូវចំណាយពេលដើម្បីសិក្សាស្វែងយល់ដើម្បីអភិវឌ្ឍផលិតផលសេវាកម្មរបស់យើងឲ្យកាន់តែល្អត្រូវជាមួយទីផ្សារជាមុនទៅសិនណាមុននឹងយើងធ្វើទីផ្សារមុននឹងចាប់ដើមបង្រៀនក្រុមការងាររបស់យើងការដែលមានប្លង់ច្បាស់លាស់គឺវាជួយឲ្យយើងដឹងថាតើការងារណាគួរតែធ្វើមុនការងារណាគួរតែធ្វើក្រោយវាជួយឲ្យយើងនេះដឹងថាតើការងារណាដែលសំខាន់ដែលយើងគួរតែបដោតសំខាន់ជាការងារអត្ថប្រយោជន៍ក្នុងពេលបច្ចុប្បន្នរបស់យើងដែលយើងកំពុងតែនៅដំណាក់កាលមួយណាហើយបើសិនជាយើងអត់មានប្លង់ទេគឺដូចជាយើងធ្វើអាជីវកម្មមួយដែលផុយស្រួយអញ្ចឹងពេលខ្លះសង់ផ្ទះឲ្យអស់មិនស្រួលហ្នឹងនៅអត់កើតទៀតដោយសារតែសង់ហើយគុណភាពផ្ទះវាអត់ល្អទឹកធ្លាយទឹកហូរស្ទះលូស្ទះអីចុងក្រោយទុកផ្ទះនឹងចោលដូចនឹងអាជីវកម្មដែលយើងធ្វើឲ្យបិទចោលអញ្ចឹងណាហើយបើសិនជាបងប្អូនសួរថាតើយើងធ្វើម៉េចដើម្បីឲ្យមានប្លង់ត្រឹមត្រូវណា
អញ្ចឹងអានេះគឺជាឱកាសមួយសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី2ខែកក្កដាគឺយើងបានសហការជាមួយនឹង Sweet Contact ក៏ដូចជាសហគ្រិនខ្មែរដែលបានអញ្ជើញលោក Mike Ducker អូខេពីប្រទេសក្រៅដើម្បីរៀបចំកម្មវិធីសិក្ខាសាលាមួយអូខេតាក់ទងជាមួយនឹងរឿងនេះតែម្ដងតែប្រធានបទរបស់យើងនោះគឺ Navigating the 3 Stage of the Startup Grow អញ្ចឹងគាត់នឹងមកចែករំលែកតាក់ទងជាមួយនឹង Startup របស់យើងថាជាទូទៅ Startup របស់យើងមាននៅដំណាក់កាលណាខ្លះហើយដំណាក់កាលនីមួយៗគួរតែផ្ដោតលើអីគួរតែកុំផ្ដោតលើអីហើយបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍អាចចុះឈ្មោះនៅក្នុង link ខាងក្រោមមួយនេះដែលខ្ញុំនឹងដាក់នៅក្នុង caption ឬក៏នៅក្នុង comment ខាងក្រោមហើយបញ្ជាក់យើងនឹងប្រើប្រាស់ភាសាអង់គ្លេសដោយសារតែគាត់ជាជនជាតិបរទេសអញ្ចឹងបើសិនអ្នកនរចាប់អារម្មណ៍អាចចុះឈ្មោះជួបគ្នានឹងអ្នកនរគ្នា